ក្បត់ប្តីខ្លួនឯងទៅតាក់ទងជាមួយនឹងអ្នកធ្វើការជាមួយអ្នកធ្វើការជាមួយនឹងបែរជាមកកំចាត់ខ្លួនឯងនេះចោលចាស្ត្រីម្នាក់នៅក្នុងរឿងរ៉ាវនេះគាត់ឈ្មោះ Linda អាយុ35ឆ្នាំមកពីខាងរដ្ឋ Florida គឺជាកលិយានុបដ្ឋាយិកានៅក្នុងមន្ទីរពេទ្យមួយ Linda នេះបានលួចទំនាក់ទំនងស្នេហាជាមួយបុរសម្នាក់ឈ្មោះ Rene អាយុ37ឆ្នាំដែលធ្លាប់ធ្វើការនៅកន្លែង Medical Center មួយជុំគ្នាប៉ុន្តែក្រោយមកលោក Rene នេះក៏បានផ្លាស់ប្ដូរទៅធ្វើការកន្លែងផ្សេងចឹងទៅប៉ុន្តែលោក Rene ហើយនឹង Linda នេះនៅតែមានការតាក់ទងស្នេហាគ្នាដោយលួចលាក់ព្រោះអីលោក Rene នេះក៏រៀបការមានប្រពន្ធ Linda នេះក៏រៀបការមានប្តីមានកូនអីចឹងការលួចលាក់ស្នេហារបស់គេនេះបានកើតឡើងរយៈពេល2ឆ្នាំជាងរហូតដល់ថ្ងៃទី28ខែ10ឆ្នាំ2024ជាថ្ងៃខួបកំណើតរបស់ Linda លោក Rene នេះបានផ្ញើមីសេចទៅ Linda និយាយថាអ្នកឯងគួរតែមកជួបខ្ញុំនៅនេះមកដើម្បីយើងពិរោធពិធីខួបកំណើតអ្នកឯងជាមួយគ្នាដោយសារតែពួកគេធ្លាប់លួចលាក់ស្នេហាមួយគ្នាអញ្ចឹង Linda អត់គិតអីច្រើនទេប៉ុន្តែ Linda នេះក៏គាត់មានអារម្មណ៍មួយចម្លែកក្នុងខ្លួនគាត់ដែរព្រោះអីគាត់បានផ្ញើមីសេចទៅលោក Rene ខ្ញុំស្រឡាញ់អ្នកឯងប៉ុន្តែខ្ញុំមានអារម្មណ៍ថាចម្លែកខ្ញុំមិនដឹងថាមានរឿងអីនឹងកើតឡើងនៅថ្ងៃស្អែកទេអ្នកឯងមិនដែលធ្វើរឿងអីរ៉ូមែនទិកយ៉ាងនេះដាក់ខ្ញុំទេម្ល៉េះហើយខ្ញុំមានអារម្មណ៍ថាភ័យផងអផងតាំងក៏ប៉ុន្តែ Linda នេះគឺគាត់មានអារម្មណ៍ក្នុងខ្លួនរបស់គាត់ឲ្យគាត់ដឹងថាស្អែកនឹងមានរឿងអ្វីកើតឡើងប៉ុន្តែគាត់អត់ដឹងថាមានរឿងអីទេលោក Rene នេះក៏បានមីសេចត្រឡប់ទៅវិញគាត់ថាវាមិនមែនជារឿងអីធំដុំទេខ្ញុំគ្រាន់តែចង់បង្ហាញអ្នកឯងថាខ្ញុំនេះក៏ជាបុរសម្នាក់ដែលមានភាពផ្អែមល្ហែមដែរប៉ុន្តែប្រហែលជាវាមិនមែនជារឿងអីអស្ចារ្យដូចរឿងដែលអ្នកឯងនឹងធ្លាប់ធ្វើដាក់ខ្ញុំទេគាត់ចង់និយាយថា Linda ធ្លាប់ធ្វើរឿងល្អដាក់គាត់ច្រើនណាស់ទៀតនៅក្នុងទូរស័ព្ទរបស់ Linda បន្ទាប់ពីមានរឿងរ៉ាវគេឆែកឃើញថាឡានរបស់ Linda នឹងបានដាក់អាកៅអីក្រោយពីចុះមកបន្ទាប់មកមានកំរាលក្រាលអីចឹងទៅហើយមានដាក់ទៀតថា Happy Birthday អីចឹងទៅបន្ទាប់មកឃើញមានកណាត់ដែលថាពេលយើងទៅពេទ្យមិនដាក់ពីក្រោមយើងពេលខ្លះពេលដែលយើងមានឈាមមានអីចឹងកណាត់នឹងវាយកអាឈាមនឹងដូចសម្លៃអនាម័យចឹងវាមើលទៅចម្លែកដែរប៉ុន្តែដោយសារតែលងនឹងគេខ្លាំង Linda អត់គិតអីច្រើនទេទី28នឹង Linda ប្រាប់ប្តីគាត់ថាគាត់នឹងទៅពិធីខួបកំណើតជាមួយមិត្តភ័ក្តិរបស់គាត់ Linda នឹងស្លៀករ៉ូពណ៌ក្រហមឆេះហ្មងបន្ទាប់មកពីជើងកែងពណ៌ខ្មៅហើយក៏បើកឡានចេញទៅប្តីរបស់គាត់ក៏មិនបានចាប់អារម្មណ៍អីច្រើនដែរប៉ុន្តែក្រោយមកប្រហែលជាម៉ោង10កន្លះជិត11យប់នេះមានអ្នកខលទៅ911ច្រើនណាស់និយាយថាគេបានឃើញស្ត្រីម្នាក់គាត់ឈាមជោកពេញខ្លួនហើយមើលទៅដូចអត់ដឹងខ្លួនទេហើយដល់ពេលគេទៅដល់នេះគឺ Linda នឹងគឺក្បាលគាត់នេះត្រូវបានគេវាយឡើង4-5ដងលាក្បាលឲ្យគាត់គឺបែកហើយគាត់ក្អួតចេញតាមមាត់ច្រើនបន្ទាប់មកទៅគេឃើញថាគាត់នេះមានស្នាពោះនៅលើខ្លួនដូចជាមាននរណាម្នាក់អោសគាត់នៅលើផ្លូវអញ្ចឹងបន្ទាប់ពីគេធ្វើការស៊ើបអង្កេតហើយគេអត់ទាន់បានចាប់លោក Rene ភ្លាមទេព្រោះអីគេដឹងថាលោក Rene នេះបានណាត់ជួប Linda មែនប៉ុន្តែគ្រាន់តែអត់មានភស្តុតាងគ្រប់គ្រាន់ក្នុងការចាប់គាត់នៅពេលដែលគេសម្ភាសលោក Rene និយាយថាខ្ញុំពិតជាបានណាត់ជួប Linda មែនប៉ុន្តែខ្ញុំក៏បាន cancel ចោលការណាត់ជួបយប់ហ្នឹងគឺដោយសារតែកូនប្រុសរបស់ខ្ញុំនេះឈឺហើយណាមួយឡានរបស់ Linda ដែល Linda បើកទៅហើយបន្ទាប់មកដាក់ក្រាល Happy Birthday ហ្នឹងវាមានឈាមនៅនឹងប៉ុន្តែគេជូតសម្អាតថាកុំឲ្យឃើញកាយ៉ៅដៃកាយ៉ៅអីអញ្ចឹងណានៅឈាមជាប់ខ្លះក៏ដោយប៉ុន្តែឈាមហ្នឹងជាឈាមរបស់ Linda គេតាមមើលសកម្មភាពទៀតគេឃើញលោក Rene នេះបន្ទាប់ពីម៉ោងដែលគាត់ត្រូវណាត់ជួប Linda ហ្នឹងគាត់ដើរត្រឡប់ទៅកន្លែងធ្វើការរបស់គាត់វិញហើយបោះអ្វីមួយយ៉ាងចោលនៅកន្លែងធុងសម្រានមុខកន្លែងការងារគាត់ហ្នឹងគេប្រើរយៈពេលជិត2ឆ្នាំទៅតែខែ3ឆ្នាំ2026យើងនេះទេទៅគេមានភស្តុតាងគ្រប់គ្រាន់ចាក់លោក Rene ចូលពន្ធនាគារបន្ទាប់មកគេអត់អនុញ្ញាតឲ្យគាត់ចេញក្រៅឃុំឃាំងទេរហូតដល់ឡើងតុលាការធំហើយលោក Rene នេះក៏គាត់អត់ទាន់និយាយដែរថាមូលហេតុអីគាត់សម្លាប់ Linda ចោលទាំងដែលពួកគេនេះលួចលាក់ស្នេហាមួយគ្នាឡើង2ឆ្នាំជាងហើយខ្ញុំសំណោះជាងគេគឺសំណោះប្តីរបស់ Linda ហើយនឹងកូនរបស់គាត់បន្ទាប់មកប្រពន្ធរបស់លោក Rene ហើយនឹងកូនរបស់លោក Rene ម្ដាយរបស់ Linda គាត់ចេញមកនិយាយឲ្យគេសភាគាត់និយាយថាលោក Rene នេះធ្វើនេះវាដូចជាធ្ងន់ធ្ងរហួសហេតុខ្លាំងពេកចាមានរឿងអីនិយាយគ្នាទៅបែកគ្នាទៅឬក៏មិនទៅមិនគួរណាវាយសម្លាប់គ្នាយ៉ាងសាហាវអញ្ចឹងបងប្អូនចា